ដោយសារតែអ្នកមានត្រែមនេះចាហ្នឹងហើយដោយសារតែការមុនណាខ្ញុំអត់បានធ្វើ trend ដោយសារតែខ្ញុំរវល់ឥឡូវនេះគឺថាតំណែងអញ្ចឹងហើយក៏មកធ្វើ trend អញ្ចឹងណាហើយ trend នេះក៏គេផ្ទុះផងដែរអ្នកគ្នាអើយគឺថាផ្ទុះរឿងយូរដែរប៉ុន្តែខ្ញុំអត់មានពេលធ្វើដោយសារតែខ្ញុំរវល់ថតរឿងយីរៀងរាល់ថ្ងៃហ្មងដោយសារតែអន្សមមិញហ្នឹងអត់បានថតអញ្ចឹងហើយខ្ញុំក៏ថត trend បានផុសពីអន្សមមិញថ្ងៃសៅរ៍អីចឹងណាថ្ងៃអាទិត្យក៏ខ្ញុំចូលសលេងហើយនឹងកាត់វីដេអូនឹងការ make up ឲ្យបងអូនបានទស្សនាហើយ make up មួយនេះគឺខ្ញុំ make up តាមបងស្រីម្នាក់នៅខាងលើដែលខ្ញុំដាក់ខាងលើហ្នឹងចាំមើលថាខ្ញុំផាត់ដូចឬក៏មិនដូចអីអញ្ចឹងណាឥឡូវនេះគឺថាមកមើលការ make up របស់ខ្ញុំវិញហ្នឹងហើយអ្នកនរគ្នាដោយសារតែខ្ញុំខានបញ្ចូលសលេងផាត់មុខ make up អើយប្រហែលនិយាយមែនដោយសារតែខ្ញុំខានបញ្ចូលសលេងmake up យូរអញ្ចឹងហើយខ្ញុំមិនដឹងថាត្រូវនិយាយពីណាទៅណាមុនអ្នកនរគ្នាពេលស្ដាប់សំឡេងរបស់ខ្ញុំហើយកុំប្រកែប្រកាន់ខ្ញុំអីគឺថាខ្ញុំខានបញ្ចូលសលេងយូរអញ្ចឹងណាចាអ្នកនរគ្នាប្រហែលជាឆ្ងល់ហើយថានិយាយ make up នេះទៅនិយាយណោះដោយសារតែវីដេអូនេះខ្ញុំដាក់លឿនអញ្ចឹងហើយខ្ញុំក៏និយាយរៀងមួយទៅគឺអត់តាមអត់ទាន់វីដេអូទេដោយសារបើសិនជាខ្ញុំមិនដាក់លឿនទេវីដេអូនេះគឺថាយូរខ្លាំងមែនតើមិនមែន3នាទីហ្នឹងទេណាបងប្អូនទាំងអស់គ្នាហើយខ្ញុំផ្ដាំទៅបងស្រីថាខែនេះគឺជាខែការខែអីត្រូវមកវិញឯងត្រូវអត់ប៉ុន្តែអ្នកនរគ្នាអត់ចេះ make up អត់ចេះអីនៅផ្ទះខ្លួនឯងអញ្ចឹងអាចមើលវីដេអូខ្ញុំបានគឺអាចទទួលយកបានពេលយើងទៅញ៉ាំការឡើងផ្ទះភ្ជាប់ពាក្យមានពិធីផ្សេងអីហ្នឹងគឺថាអស់វីដេអូខ្ញុំមើលមួយទៅអ្នកនរគ្នាប្រកាសជាចេះហើយមកថ្ងៃនេះក៏ចង់ប្រាប់បងថាខែនេះគឺថាខែល្ងាខ្លាំងមែនតើអញ្ចឹងហើយបងស្បែកបងមានសភាពស្ងួតហើយក្រៀមស្វិតត្រូវអត់ឥឡូវនេះគឺថាបងអូនកុំភ្លេចណា scrub មនោរាដែលខ្ញុំដាក់ពីលើនេះបងប្អូនកុំភ្លេចយកទៅប្រើម្នាក់មួយឈុតទៅព្រោះថា scrub មនោរាមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើជួយឲ្យស្បែកយើងមានសំណើមទន់ភ្លឺរលោងក្លោបែបធម្មជាតិសម្រាប់បងណាដែលមានសង្វារមានមុនខ្នងមានអាចរុយនៅលើស្បែកហើយមានក្រាន់ដៃក្រាន់ជើងបងលាបឡេមិនចូលសូម្បីតែបងពូធំសរសៃខ្ចីក៏អាចប្រើបានដែរព្រោះថា scrub មនោរាគឺជា scrub ធម្មជាតិប្រើហើយគឺមិនប៉ះពាល់អីទេណាបងទាំងអស់គ្នាមួយទៀតភ្លេចប្រាប់បងស្រីគ្នាយើងថាដល់ពេលយើងមករដូវហើយក៏យើងអាចប្រើបានដែរដោយសារតែយើងមករដូវហើយគឺថាស្បែកយើងស្រអាប់អញ្ចឹងហើយបងកុំតិនអាលាបឡេអីបងគួរតែទិញ scrub មនោរាយកទៅ scrub មុនសិនពេលនោះចាំបងលាបឡេជួយឲ្យស្បែកយើងមានសុខភាពល្អហ្មងចាឥឡូវនេះគឺថាកាត់មកដល់ការ make up របស់ខ្ញុំវិញពីអន្សមមិញនេះគឺខ្ញុំជាអ្នកឲ្យអូនស័យជាអ្នករឹសឈុតហើយនឹងកញ្ចក់ឲ្យខ្ញុំប៉ុន្តែដល់ពេលខ្ញុំអត់មានកៅបិទកញ្ចក់ខ្ញុំក៏ឲ្យអូនស័យយកកៅមកពីមកបិទជំនួសសិនអញ្ចឹងណាអ្នកគ្នាប៉ុន្តែវាបានជាប់ទៅ6ឯងប៉ុន្តែអា4ទៀតគឺអត់ជាប់តែម្ដងឥឡូវនេះគឺថាខ្ញុំតែងខ្លួនរួចរាល់ហើយអ្នកគ្នាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណជម្រាបលាបាយបាយ